ជំរាបសួរអាណាព្យាបាលក៏ដូចជាសួស្តីបងប្អូនសិស្សនុសិស្សទាំងអស់ថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតនៅមេរៀនថ្មីភាគបែងរួមនៃប្រភេទចំណុចទី2ការរកភាគបែងរួមនៃប្រភេទតាមរយៈផគុណកតាបឋមបាទអញ្ចឹងមុននឹងឈានទៅដល់ការអនុវត្តលំហាត់ការរកភាគបែងរួមទៅបំផុតតាមរយៈផគុណកតាបឋមយើងក្រឡេកមើលមេរៀនយើងបន្តិចសិនអញ្ចឹងដើម្បីរកភាគបែងរួមតូចបំផុតតាមរយៈផគុណកតាបឋមអញ្ចឹងទី1យើងត្រូវបំបែកភាគបែងទាំងនោះទៅជាផគុណកតាបឋមចំណុចទី2គឺយើងគុណកតាបឋមរួមនិងកតាបឋមមិនរួមចុះបងប្អូនត្រូវចាំនៅពីចំណុចនេះដើម្បីឈានទៅការដោះស្រាយលំហាត់យើងឲ្យបានល្អអញ្ចឹងបើយើងមិនបានចាំនៅវិធាននៃការដោះស្រាយទាំងពីរនេះទេនៅពេលដែលយើងដោះស្រាយលំហាត់យើងនឹងជួបផលវិបាកបាទអញ្ចឹងតោះយើងចូលទៅអនុវត្តលំហាត់ទាំងអស់គ្នាអញ្ចឹងគេឲ្យយើងប្រភេទចំនួន3គឺមាន3ភាគ31 4ភាគ62និង7ភាគ32អញ្ចឹងគេឲ្យយើងរកភាគបែងរួមរបស់វានេះតាមរយៈផគុណកតាបឋមអញ្ចឹងកាលណាយើងចង់រកវាតាមរយៈផគុណកតាបឋមយើងគួរតែរកពហុគុណរួមតូចបំផុតរបស់នៃប្រភេទរបស់យើងអញ្ចឹងទី1 31នេះគឺជាចំនួនបឋមស្រេចហើយយើងមិនបាច់ចាំសរសេរវាទៅជាផគុណកតាបឋមអីទេដោយសារវាជាចំនួនបឋមហើយអញ្ចឹងយើងជ្រើសរើសវាជាចំនួនបឋមរបស់យើងតែម្ដងចំពោះ62គឺយើងអាចស្មើនឹង31គុណនឹង2ចំពោះ32ស្មើនឹង2គុណ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 នឹង2អញ្ចឹងក្រោយពីយើងសរសេរភាគបែងរបស់យើងទៅជាផគុណកតាបឋមហើយយើងត្រូវជ្រើសរើសយកកតាបឋមរួមអញ្ចឹងកតាបឋមរួមយើងទី1គឺមាន31បាទហើយទី2យើងមានលេខ2អញ្ចឹងកតាបឋមរួមយើងមាន2ហ្នឹងហើយផ្សេងទៀតនេះមិនមែនជាកតារួមទេប៉ុន្តែយើងនឹងយកវាមកប្រើប្រាស់ក្នុងការគុណបញ្ចូលគ្នាដើម្បីរកពុគុណរូបតូចរបស់យើងដែរចឹងពុគុណរូបតូចនៃ31 62 32យើងគឺស្មើនឹង31គុណនឹង2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 ស្មើនឹង992ចឹង992នេះគឺជាពុគុណរួមតូចបំផុតនៃប្រភេទរបស់យើងបាទអញ្ចឹងដូចនេះភាគបែងរួមតូចនៃប្រភេទរបស់យើងគឺ992បាទអញ្ចឹងលំហាត់យើងមានប៉ុណ្ណេះបើសិនជាបងប្អូនមិនយល់យើងអាចមើលវាម្ដងហើយម្ដងទៀតហើយបើសិនជាបងប្អូនមិនអាចអនុវត្តលំហាត់ណាមួយនៅក្នុងសៀវភៅរបស់យើងនៅចំណុចណាមួយទំព័រណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានគ្រូនឹងធ្វើវីដេអូចែកជូនបងប្អូនសិស្សានុសិស្សបាទសូមអរគុណ